សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំសុជាតិបន្តទៀតថ្ងៃនេះខ្ញុំសូមលើកយកពាក្យ work alcoholic មកបង្ហាញអ្នកទាំងអស់គ្នាខ្ញុំជឿថាអ្នកទាំងអស់គ្នាភាគច្រើនដឹងហើយភាគច្រើនស្គាល់ហើយប៉ុន្តែអ្នកខ្លះអាចនឹងមិនទាន់ស្គាល់នៅឡើយអញ្ចឹង work alcoholic នឹងគឺមានន័យថាអ្នកដែលធ្វើការច្រើនម៉ោងច្រើនពេលហើយពិបាកនឹងអត់ធ្វើការពេលអត់ធ្វើការដូចតែសេះសោះមិនសូវស្រួលខ្លួនអញ្ចឹងចេះតែចង់ធ្វើណាហើយអត់ចង់ឈប់ហើយឈប់ក៏មិនកើតទៀតអញ្ចឹងគេហៅ work alcoholicបើបកប្រែឲ្យចំពាក្យវាតែម្ដងគេថាអ្នកញៀននឹងការងារណាឬក៏អ្នកដែលធ្វើការមិនឈប់ឬក៏អ្នកដែលធ្វើការរហូតអញ្ចឹងគេហៅមនុស្ស work alcoholic អញ្ចឹងណាអ្នក work alcoholic ឥឡូវយើងមើលឧទាហរណ៍ My brother is a real work alcoholic who almost never take time off មានន័យថាឈប់សម្រាកឬក៏យកពេលសម្រាកអញ្ចឹងបងប្រុសរបស់ខ្ញុំគឺជាអ្នកធ្វើការអ្នកញៀនការងារពិតប្រាកដតែម្ដងមួយរូបណាដែលមិនដែលឈប់មិនដែលយកពេលវេលាសម្រាកឬក៏មិនដែល take holiday អីចឹងទៅ Only work alcoholic like you will take this job ណា Only a work alcoholic like you will take this job មានតែមនុស្សដែលញៀនការងារដូចឯងទេដែលទៅធ្វើការងារហ្នឹងហ៎ចង់និយាយការងារប្រភេទហ្នឹងវារកពេលឈប់មិនបានវារកពេលសម្រាកមិនបានវាមិនអាចមានច្បាប់បានអញ្ចឹងណាអាហ្នឹងគេដែលជាការងារដែលគេហៅថាលំបាក My dad was a work alcoholic and died on the farm ឪពុករបស់ខ្ញុំគឺជាអ្នកដែលញៀននឹងការងារឬក៏អ្នកដែលធ្វើការមិនឈប់ឬក៏អ្នកដែលធ្វើការរហូតហើយគាត់បានស្លាប់នៅចំការរបស់គាត់នៅឯចំការរបស់គាត់ Are you a work alcoholic អានេះសួរអ្នកនរគ្នាតាមត្រង់តើអ្នកណាខ្លះជាអ្នកដែលធ្វើការមិនឈប់បើសិនជាដឹងខ្លួនសូមជួយ comment ប្រាប់ផងអរគុណច្រើនអញ្ចឹងបើពាក្យ alcoholic បកប្រែថាញៀនស្រាណា alcoholic បកប្រែថាញៀនស្រាដល់ពេល chocoholic គឺអ្នកញៀនសូកូឡាណាដល់ foodaholic ណាអ្នក foodaholic គឺអ្នកញៀននឹងការហូបចុកហូបច្រើនហួសប្រមាណមិនឈប់គ្រប់គ្រងមិនបានអីចឹងទៅណាអាហ្នឹងគេហៅថា foodaholic ឃើញតែហូបរហូតតែចេះតែហូបនេះហូបនោះអត់អាចគ្រប់គ្រងបានរហូតដល់ប៉ះពាល់សុខភាពខ្លួនឯងអញ្ចឹងគេហៅថា foodaholic ហើយមួយទៀតគឺ spendaholic គឺមនុស្សដែលញៀននឹងការចាយវាយចង់តែដើរទិញចង់តែទិញនេះចង់តែទិញនោះចង់តែចំណាយលុយទោះបីជាពេលខ្លះខ្លួនឯងអត់មានលុយគ្រប់គ្រាន់ក៏ដោយចង់តែចាយចង់តែចំណាយអញ្ចឹងគេហៅ spendaholic គឺថាញៀននឹងអាការចាយវាយញៀននឹងអាការទិញនេះទិញនោះអញ្ចឹងណាទៅផ្សារទំនើបទៅកន្លែងនេះទៅកន្លែងនោះទិញរហូតអូខេខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអរគុណជម្រាបលាហើយសង្ឃឹមថាអ្នកនរគ្នាមិនមែនជាអ្នក workaholic ដូចខ្ញុំណាខ្ញុំទ្រង់ workaholic តិចតែថាធ្វើការមិនសូវបានសម្រាប់ប៉ុន្មានទេអញ្ចឹងជម្រាបលាបាយបាយអ្នកទាំងអស់គ្នា